សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសុខសប្បាយចិត្តទេសុខសប្បាយយ៉ាងណាសូមបងប្អូនខមមិនខាងក្រោមវីដេអូនេះចំពោះ admin គឺសុខសប្បាយធម្មតាទេហើយថ្ងៃនេះដែរគឺ admin នឹងលើកយកនៅរឿងនិទានមួយរឿងខ្មោចនៅស្ពានជ្រោយចង្វាគឺជាព្រាយបិសាចដ៏ល្បីល្បាញបំផុតមួយនៅក្នុងរាជធានីភ្នំពេញដែលគេតែងតែនិយាយតគ្នាពីមាត់មួយទៅមាត់មួយនេះគឺជាជំនឿតាំងពីដើមមកដែលគេជឿថាអ្នកដែលលោតទឹកសម្រាប់ខ្លួននៅទីនោះវិញ្ញាណមិនទាន់ទៅណាឆ្ងាយទេគឺនៅវល់ក្បែរបង្គោលស្ពានគេជឿថាវិញ្ញាណទាំងនោះតែងតែហៅឬទាញអ្នកដែលមានវិបត្តិផ្លូវចិត្តឬអ្នកដែលដើរម្នាក់ឯងនៅពេលយប់ស្ងាត់ឲ្យមានអារម្មណ៍ចង់លោតទឹកដែរដើម្បីបានទៅចាប់ជាតិថ្មីហើយឲ្យអ្នកថ្មីមកបន្តជំនួសកន្លែងខ្លួនវិញមានរឿងនិទានជាច្រើននិយាយថានៅពេលយប់ជ្រៅមានស្ត្រីឆ្លៀកសុទ្ធសឬខ្មៅហៅម៉ូតូឌុបឬឡានឲ្យដឹកឆ្លងស្ពានប៉ុន្តែនៅពេលបើកដល់ពាក់កណ្ដាលស្ពានស្រាប់តែអ្នកដំណើរនោះបានបាត់ស្រមោលសូនឈឹងឬពេលងាកមើលទៅក្រោយតាមកញ្ចក់ឃើញមុខគួរឲ្យខ្លាចទៅវិញអ្នកនេសាទឬអ្នកដែលរស់នៅក្បែរមាត់ទឹកក្រោមស្ពានជួនកាលតែងតែឮសំឡេងយំខ្សឹបខ្សួលឬសំឡេងមនុស្សស្រែកហៅរកជំនួយនៅពេលដែលយប់អធ្រាត្រប៉ុន្តែនៅពេលទៅមើលបែរជាមិនឃើញមានមនុស្សសោះឃើញតែទឹកទន្លេហូរខ្លាំងគួរឲ្យព្រឺក្បាលរឿងនិទានទាំងនេះគឺភាគច្រើនគឺជារឿងព្រេងបែបរន្ធត់ដែលកើតចេញពីការភ័យខ្លាចនិងព្រឹត្តិការណ៍អកុសលដែលបានកើតឡើងនៅទីនោះពិតមែនតាមបែបវិទ្យាសាស្ត្រនិងចិត្តសាស្ត្រទីតាំងដែលមានមនុស្សស្លាប់ច្រើនតែងតែបង្កើតនៅបរិយាកាសអាប់អ៊ូដែលធ្វើឲ្យមនុស្សស្រមៃឃើញរឿងប្លែកៗដូចនេះហើយទើបadminពំនាំនៅរឿងនិទានមួយរឿងដែលមានចំណងជើងថាវិញ្ញាណចាំជំនួសកន្លែងនៅស្ពានជ្រោយចង្វារឿងនេះបានកើតឡើងចំពោះយុវជនម្នាក់ឈ្មោះសុកដែលជាអ្នករត់ម៉ូតូឌុបវេនយប់ដើម្បីរកប្រាក់បន្ថែមចិញ្ចឹមគ្រួសារយប់នោះជាយប់ថ្ងៃសិលមេឃស្រឡះតែខ្យល់បោកបក់ត្រជាក់ខុសពីធម្មតាម៉ោងប្រហែល12រំលងអធ្រាត្រសុកបានឌុបភ្ញៀវចុងក្រោយទៅកាន់តំបន់ជ្រោយចង្វានៅពេលដែលត្រឡប់មកវិញកំពុងតែបើកម៉ូតូឡើងដល់ពាក់កណ្ដាលស្ពានស្រាប់តែម៉ូតូរបស់គេរលត់ម៉ាស៊ីនឈឹងសុកព្យាយាមបញ្ឆេះយ៉ាងខ្លាំងតែយ៉ាងណាក៏មិនឆេះដែរគេដកដង្ហើមធំរួចសម្រេចចិត្តបណ្ដើរម៉ូតូយឺតបណ្ដើរបានបន្តិចសុកស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅគៀនបង្កាន់ដៃស្ពានសម្លឹងទៅរកផ្ទៃទឹកខាងក្រោមដោយក្តីបារម្ភថាជាអ្នកមកលោតទឹកសុកក៏ស្រែកសួរបងស្រីយប់ជ្រៅហើយឈរធ្វើអ្វីហ្នឹងមានរឿងអ្វីមែនទេស្ត្រីម្នាក់នោះងាកមកយឺតនាងស្លៀកសម្លៀកបំពាក់ខ្មៅមុខស្លេកស្លាំងកែវភ្នែកមើលទៅគ្មានវិញ្ញាណនាងតបដោយសំឡេងខ្សោថាខ្ញុំមករកកូនសោមិនឃើញវាធ្លាក់ទៅក្រោមបាត់ហើយសុកដោយសារតែចិត្តល្អក៏ដាក់ម៉ូតូចុះរួចដើរទៅជិតកូនសោស្អីបងចាំខ្ញុំជួយរកប៉ុន្តែនៅពេលដែលសុកដើរទៅក្បែរបង្កាន់ដៃស្ពានស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងមួយប្រាវធ្វើឲ្យគេព្រឺសម្បុរខ្ញាក់ពេលគេងាកមើលទៅស្ត្រីនោះវិញនាងស្រាប់តែឈរលើបង្កាន់ដៃស្ពានបាត់ទៅហើយមុននឹងសុកអាចខត់ទាន់ស្ត្រីនោះក៏លោតចុះទៅក្នុងទឹកទន្លេបាត់ទៅសុកស្លន់ស្លោយ៉ាងខ្លាំងគេអើតមើលទៅក្រោមទឹកប៉ុន្តែផ្ទៃទឹកស្ងាត់ឈឹងគ្មានរលកគ្មានមនុស្សងើបមកវិញឡើយផ្ទុយទៅវិញគេបែរជាឮសំឡេងសើចតិចចេញពីក្រោមទឹកវិញជាសំឡេងសើចបែបស្រីច្រើនគ្នារួចបន្លឺពាក្យថាចុះមកកំសាន្តជាមួយពួកយើងដល់វេនអ្នកហើយសុកភ័យញ័រពេញខ្លួនគេរត់ទៅរកម៉ូតូដើម្បីបញ្ឆេះម្ដងទៀតលើកនេះម៉ូតូឆេះភ្លាមគេក៏បើកចេញពីទីនោះយ៉ាងលឿនដូចហោះមកដល់ផ្ទះសុកមិនទាន់បាត់ភ័យឡើយគេចូលដេកទាំងភួយដណ្ដប់ចិត្តក្បាលប៉ុន្តែនៅក្នុងសុបិនគេឃើញស្ត្រីម្នាក់នោះឈរនៅក្បែរក្រែសម្លៀកបំពាក់នាងជោកសើមដោយទឹកសក់វែងអូសដីនាងចង្អុលមុខសុករួចនិយាយថាកន្លែងនោះត្រជាក់ណាស់ឯងទៅជំនួសអញម្ដងទៅសុកភ្ញាក់ដឹងខ្លួនឡើងទាំងញើសជុកខ្លួនគេមានអារម្មណ៍ថាខ្លួនប្រាណរបស់គេធំក្លិនឆ្អាបទឹកទន្លេពេញបន្ទប់រៀងរាល់យប់គេគេងឮសំឡេងទឹកហូរនិងសំឡេងមនុស្សហៅឈ្មោះគេចេញពីមាត់បង្អួចចុងក្រោយសុកក៏បានទៅរកលោកអាចារ្យម្នាក់ដើម្បីសូត្រមន្តបណ្ដោះគ្រោះលោកតាអាចារ្យបានប្រាប់ថា
សំណាងហើយដែលឯងមិនបានលុកដៃទៅចាប់នាងបើសិនជាមិនអញ្ចឹងទេវិញ្ញាណនាងនឹងទាញឯងទៅតាមជាមួយបាត់ទៅហើយអ្នកដែលស្លាប់នៅទីនោះវិញ្ញាណខ្លះមិនតន់អស់អាល័យក៏ចងចាំរូបភាពចុងក្រោយហើយព្យាយាមរកអ្នកថ្មីមកជំនួសដើម្បីឲ្យខ្លួនបានចាក់ផុតទុក្ខចាប់តាំងពីពេលនោះមកសុកលែងហ៊ានបើកម៉ូតូឆ្លងស្ពានជ្រោយចង្វានៅពេលយប់អាត្រៀតម្នាក់ឯងទៀតហើយសូមស្វាគមន៍មកកាន់រឿងនិទានខ្មោចទាំងអស់គ្នាថ្ងៃនេះដែរគឺ admin នឹងពំនាំនៅរឿងនិទានដែលពាក់ព័ន្ធនឹងស្ពានជ្រោយចង្វាដដែលមុននឹងដល់ការនិទានចង់សួរបងប្អូនដែរថាសុខទុក្ខយ៉ាងណាដែរសូម comment នៅខាងក្រោមឲ្យ admin បាននឹងផងជាពិសេសបងប្អូនដែលថ្មីកុំភ្លេចជួយ subscribe channel YouTube ម្នាក់មួយផងទុកជាការស្ដាប់កំសាន្តនៅពេលរាត្រីនៅពេលដែលយើងសម្រាកពីការងារហើយក៏សូមបញ្ជាក់បងប្អូនដែរបើសិនជាបងប្អូនមានរឿងផ្ទាល់ខ្លួនបាទដូចជារឿងខ្មោចដែលបងប្អូនបានជួបឬក៏រឿងអបិយជំនឿផ្សេងបងប្អូនក៏អាចទម្លាក់សាច់រឿងដែលបងប្អូនបានជួបនឹងនៅក្នុង Telegram ខ្ញុំនឹងដាក់ Telegram ខ្ញុំផ្ទាល់ខ្លួនឲ្យបងប្អូនប្រាប់អំពីសាច់រឿងរបស់បងប្អូនដែលបានជួបបាទអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងអានសាច់រឿងនិទាននេះទាំងស្រុងបាទកាលពីប្រហែលឆ្នាំមុនមានគូសង្សារមួយគូគឺវិបុលនិងចិន្តាពួកគេស្រឡាញ់គ្នាខ្លាំងណាស់ហើយតែងតែមកអង្គុយលេងនៅមាត់ទន្លេក្បែរស្ពានជ្រោយចង្វារៀងរាល់ពេលល្ងាចយប់មួយក្រោមពន្លឺព្រះច័ន្ទពេញបរមីពួកគេបានសន្យានឹងគ្នាថាទោះមានរឿងអ្វីកើតឡើងក៏យើងមិនបោះបង់គ្នាដែរបើស្លាប់ក៏ស្លាប់ជាមួយគ្នាប៉ុន្តែជាអកុសលមួយខែក្រោយមកចិន្តាបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលវិបុលយ៉ាងអនាធមវិបុលធ្លាក់ខ្លួនឈឺនិងរស់នៅក្នុងវិបដិសារីយ៉ាងខ្លាំងគេតែងតែទៅអង្គុយនៅកន្លែងដែលគេធ្លាប់សន្យាជាមួយគ្នារួចយំសោកស្ដាយបោកខ្លួនតែម្នាក់ឯងយប់មួយម៉ោងប្រហែល1រំលងអាត្រៀតវិបុលបានដើរឡើងស្ពានជ្រោយចង្វាទាំងវង្វេងវង្វាន់ក្នុងចិត្តគេចង់ទៅតាមចិន្តាប៉ុណ្ណោះនៅពេលដែលគេដើរដល់បង្គោលស្ពានទី7គេស្រាប់តែធំក្លិនផ្កាម្លិះក្រអូបផ្សាយភាយពេញអាកាសស្រាប់តែមានដៃត្រជាក់ស្រេបមួយមកតោងស្មារបស់គេពីក្រោយវិបុលងាកទៅមើលក៏ឃើញនារីម្នាក់ស្លៀកពាក់សម្លៀកបំពាក់ស្អាតបាតឈរញញឹមដាក់គេស្មានតែចិន្តាក៏ស្ទុះទៅអោបប៉ុន្តែនារីនោះបែរជាមានខ្លួនត្រជាក់ដូចទឹកកកហើយជើងរបស់នាងមិនប៉ះនឹងដីឡើយនាងខ្សឹបដាក់ត្រចៀកវិបុលថាបងចាំសន្យាយើងទេអូនមកទទួលបងហើយវិបុលហាក់ដូចជាត្រូវមន្តអាគមគេដើរតាមនារីនោះទៅដល់មាត់បង្កាន់ដៃស្ពានក្នុងភ្នែករបស់គេឃើញផ្ទៃទឹកខាងក្រោមប្រែជាសួនច្បារដ៏ស្រស់ស្អាតមានផ្កាស្គូស្គីនិងមានចិន្តាកំពុងឈររងចាំគេនៅទីនោះនារីចម្លែកនោះបានហុចខ្សែចំណងមួយខ្សែឲ្យគេរួចប្រាប់គេថាលោតមកបងលោតទៅរកក្តីសុខរបស់យើងគណៈពេលដែលវិបុលរៀបចំនឹងលោតទៅហើយស្រាប់តែមានពន្លឺឡានមួយបើកកាត់មកបាញ់ចំកណ្ដាលមុខគេធ្វើឲ្យគេភាំងស្មារតីមួយភ្លែតគេស្រឡាំងកាំងមើលទៅនារីដែលឈរក្បែរខ្លួនម្ដងទៀតស្រាប់តែនាងមានមុខមាត់នាងប្រែទៅជាស្អុយរលួយភ្នែកលៀនចេញមកក្រៅហើយខ្សឹបហៅគេដោយសំឡេងក្រលួចគួរឲ្យខ្លាចមកជាមួយអញមកនៅជាមួយអញវិបុលដឹងខ្លួនជួបខ្មោចលងហើយគេក៏រុញខ្មោចនោះចេញរួចរត់ដួលឆ្ពោះទៅរកឡានដែលបើកមកនោះខ្មោចស្រីនោះបានស្រែកជេរវាយប្រហារតាមពីក្រោយសំឡេងស្រែករបស់នាងធ្វើឲ្យកញ្ចក់បង្អួចឡានក្បែរនោះញ័ររំជួយវិបុលរត់រហូតដល់ជួបប៉ូលីសដែលយាមនៅគល់ស្ពានទើបខ្មោចនោះបាត់ស្រមោលទៅព្រឹកឡើងគេបានដឹងព័ត៌មានថានៅកន្លែងដែលគេរៀបនឹងលោតនោះកាលពីប៉ុន្មានថ្ងៃមុនក៏មានមនុស្សម្នាក់បានលោតសម្លាប់ខ្លួនដែរហើយសាកសពមិនទាន់រកឃើញរហូតដល់សពថ្ងៃគេជឿថាវិញ្ញាណដែលស្លាប់ដោយអយុត្តិធម៌
ឬស្លាប់ដោយការសម្លាប់ខ្លួននៅស្ពានជ្រោយចង្វាតែងតែព្យាយាមបង្កកំហុសឲ្យអ្នកផ្សេងទៀតដើម្បីស្វែងរកមកបដូរវេនយាមបង្កស្ពានអ្នកដែលនៅទីនោះនៅពេលយប់ម្នាក់ឯងហើយមានចិត្តខ្សោយងាយនឹងត្រូវវិញ្ញាណទាំងនោះអូសទាញណាស់បងប្អូនដឹងទេមេរៀននៅក្នុងសាច់រឿងនិទាននេះទោះបីជាមានទុក្ខសោកយ៉ាងណាក៏ដោយក៏ត្រូវតែមានស្មារតីរឹងមាំកុំដើរទៅកន្លែងស្ងាត់ម្នាក់ឯងនៅពេលយប់ជ្រៅជាពិសេសកន្លែងដែលមានវិបត្តិមិនល្អរឿងនិទាននេះក៏ត្រូវបានបញ្ចប់ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានស្ដាប់កំសាន្តនៅពេលរាត្រីហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបាន Subscribe Channel ខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អធ្វើដំណើរទីជិតទីឆ្ងាយជួបតែសំណាងល្អនិងសុខសុវត្ថិភាពបាទសូមអរគុណសួស្តីប្រិយមិត្តអ្នកស្ដាប់រឿងនិទានខ្មោចទាំងអស់គ្នា admin មួយរយៈនេះរៀងចេញវីដេអូរៀងច្រើនបន្តិចដោយសារ admin រៀងទំនេរដែរបាទក៏ពំនាំនៅរឿងនិទានថ្មីជូនបងប្អូនស្ដាប់កំសាន្តដោយបងប្អូនដឹងស្រាប់ហើយ admin តែងតែពំនាំនៅរឿងព្រេងនិទានខ្មែរបាទក៏ដូចជារឿងខ្មោចរឿងអបិយជំនឿផ្សេងបាទក៏មានរឿងពិតដែលបានពីប្រិយមិត្តផងដែរអញ្ចឹងគឺថ្ងៃនេះគឺជារឿងនិទានមួយរឿងទៀតហើយបាទរឿងនេះគឺជារឿងព្រេងនិទានដ៏ព្រឺព្រួចមួយរឿងនេះពាក់ព័ន្ធនឹងរឿងព្រះសង្ឃកម្ពុតក្បាលបាទគ្រាន់តែស្ដាប់ចំណងជើងក៏មានអារម្មណ៍ថាព្រឺព្រួចដែរបងប្អូនស្ដាប់ដោយពិចារណាបាទព្រោះវាគឺជារឿងនិទានហើយក៏ជារឿងអប់រំផ្សេងដែរដែល admin និទានកន្លងមកសុទ្ធតែមានចំណុចអប់រំនៅចុងបញ្ចប់រឿងអញ្ចឹងនេះគឺជាប្រភេទរឿងជាវីរកថានិងជារឿងរ៉ាវអបិយជំនឿដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រខ្មែរដែលច្រើនតែតាក់ទងនឹងសម័យសង្គ្រាមឬការបះបោរប្រឆាំងនឹងសត្រូវឈ្លានពានរឿងនេះបង្កប់នៅអត្ថន័យភាពស័ក្តិសិទ្ធិអភូតហេតុនិងការលះបង់ខ្ញុំនឹងនិទានសាច់រឿងលម្អិតដែលរៀបរាប់តាំងពីដើមរហូតដល់ចប់ដែលអ្នកអាចចំណាយពេលស្ដាប់យ៉ាងជក់ចិត្តកាលពីដើមឡើយមានព្រះសង្ឃមួយអង្គព្រះនាមព្រះគ្រូសូឬតាមតំបន់ខ្លះហៅលោកគ្រូថាជាលោកគ្រូកម្ពុជាគង់នៅវត្តមួយនៅខេត្តភាគខាងកើតនៃប្រទេសកម្ពុជាព្រះអង្គគឺជាព្រះសង្ឃដែលពូកែខាងមន្តអាគមវិជ្ជាការស្ទាត់ជំនាញក្នុងក្បួនខ្នាតយុទ្ធសាស្ត្រនិងមានមេត្តាធម៌ដ៏ខ្ពង់ខ្ពស់នៅក្នុងសម័យនោះប្រទេសជាតិកំពុងជួបសង្គ្រាមឈ្លានពានពីសំណាក់ទ័ពជិតខាងព្រះអង្គមិនអាចគង់នៅស្ងៀមមើលរាជរងទុក្ខបានឡើយព្រះអង្គក៏បានសម្រេចចិត្តលាសិក្ខាបទឬខ្លះថាគង់នៅក្នុងសាមណភេទដើម្បីចេញមកជួយរៀបចំក្បួនទ័ពការពារទឹកដីដោយសារព្រះអង្គមានសាច់ស្ពាន់សឹងដែកនិងមន្តអាគមខ្លាំងក្លាតបសត្រូវមិនអាចធ្វើអ្វីព្រះអង្គបានឡើយទោះបីសត្រូវបាញ់កំភ្លើងឬកាប់ដោយដាវក៏មិនមុតសូម្បីតែរោមសរសៃមួយក៏មិនជ្រុះដែរខណៈនេះធ្វើឲ្យកងទ័ពសត្រូវមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏ចាប់ផ្ដើមប្រើល្បិចកលបោកបញ្ឆោតសត្រូវដឹងថាមនុស្សដែលកាន់អាគមជាប់តែងតែមានចំណុចខ្សោយឬដំណំគេក៏បានប្រើចារបុរសឲ្យមកស៊ើបអង្កេតរហូតដឹងថាព្រះអង្គមានដំណំមួយយ៉ាងតឹងរឹងបំផុតតាមរឿងខ្លះថាដំណំមិនឲ្យគេជេរម្ដាយឬដំណំមិនឲ្យដើរក្រោមឈ្នួលសម្លៀកបំពាក់នៅក្នុងសមរភូមិដ៏ស្រួចស្រាវមួយសត្រូវដឹងថាអាវុធធម្មតាមិនអាចសម្លាប់ព្រះអង្គបានឡើយគេក៏បានប្រើដាវមន្តអាគមដែលធ្វើពីដែកទឹកកកលាយជាមួយនឹងឈាមសត្វចង្រៃដើម្បីបំបែកមន្តអាគមព្រះអង្គក្នុងខណៈពេលដែលព្រះអង្គកំពុងមានព្រៀបសត្រូវម្នាក់បានលួចកាប់ពីក្រោយចំកដោយប្រើកម្លាំងមន្តអាគមខ្មៅក្បាលរបស់ព្រះអង្គក៏បានដាច់ចេញពីស្មាធ្លាក់ចុះមកលើដីប៉ុន្តែអ្វីធ្វើឲ្យគ្រប់គ្នាភ័យរន្ធត់បំផុតនោះគឺខ្លួនប្រាណរបស់ព្រះអង្គ
mình ban đùa lời tụ bay chỉ khamiên các bạn có đói phần tay đôi xa ẩm na chiêm snai hà chiết nâng à cùng đòm hệ mỹ rút cái để khamiên các bạn nu bàn áo nó rớt đào rồi mình to cặp xâm lập sạch trừ dạng xa hào khổ khử chiêm để trình một vì có bàn khai tôi chưa cầm lăng chùm rung ôi rút cái nu canh tại khăn sạch trừ phải khai rốt tròn chương khnia tiếng con pol đôi xa khai rõ a chỉ môi nâng rút cái khmói để khamiên các bạn tai miên vĩnh nhiênประยุทธ์ ព្រះអង្គបានដេញសត្រូវរហូតផុតពីព្រំដែនសមរភូមិទើបព្រះអង្គបញ្ឈប់សកម្មភាពហើយដើរត្រឡប់មកកាន់ទីអារាមវិញនៅពេលត្រឡប់មកដល់មុខព្រះវិហារព្រះអង្គក៏បានទម្លាក់ដាវចុះហើយអង្គុយថ្មិចភ្នែកក្នុងទម្រង់សមាធិរួចក៏សោយទីបង្គត់ទាំងរូបកាយគ្មានក្បាលនៅទីនោះតែម្ដងអ្នកភូមិដែលបានឃើញហេតុការណ៍នេះមានការកោតសរសើរនិងខ្លាចរអាយ៉ាងខ្លាំងគេជឿថាវិញ្ញាណរបស់ព្រះអង្គនៅតែយាមកាមទឹកដីនោះជានិច្ចរហូតមកដល់សពថ្ងៃមានការកសាងរូបសំណាកព្រះសង្ឃកំបុតក្បាលនៅចំតំបន់មួយចំនួនដូចជាខេត្តបាត់ដំបងឬតាមជួរភ្នំដងរែកដើម្បីរំលឹកដល់គុណូបការៈនិងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គសេចក្តីសន្និដ្ឋាននៅក្នុងរឿងនេះរឿងព្រះសង្ឃកំបុតក្បាលមិនមែនគ្រាន់តែជារឿងខ្មោចលងគួរឲ្យខ្លាចនោះទេប៉ុន្តែវាជានិមិត្តរូបនៃភាពមិនចោះចាញ់វាបង្រៀនយើងថាស្មារតីជាតិនិយមទោះស្លាប់ក៏មិនព្រមឲ្យសត្រូវជន់ឈ្លីទឹកដីផលវិបាកនៃកលល្បិចសត្រូវឈ្នះដោយល្បិចតែចាញ់ដោយបារមីការដឹងគុណរូបសំណាកព្រះអង្គជាកន្លែងដែលមនុស្សផ្ដល់នូវការគោរពនិងសុំសេចក្តីសុខសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាស្ដាប់កំសាន្តរឿងនិទានខ្មោចនាពេលរាត្រីទាំងអស់គ្នាបាទរឿងនេះគឺបានបញ្ចប់ត្រឹមនេះហើយ admin ក៏មានរឿងបន្តទៀតបាទគឺនៅក្នុងរឿងនឹងតែម្ដងបាទគឺនិទានភ្ជាប់គ្នាតែម្ដងអញ្ចឹងបានន័យថាក្នុងវីដេអូនេះគឺមាន2រឿងឬក៏3រឿងដែល admin អាចនិទានបាននៅថ្ងៃនេះអញ្ចឹងកុំឲ្យកាត់ពេលយូរគឺ admin មានមួយរឿងទៀតរឿងនេះវាដូចជារឿងពិតអញ្ចឹងគឺចំណងជើងថាខ្មោចដើមជ័យជ្វាអ្នកខ្លះហៅថាខ្មោចនឹងធិនបាទរឿងវិញ្ញាណវិលវល់នៅដើមជ័យជ្វាកាលពីសម័យមុនមាននារីម្នាក់ឈ្មោះធិនគាត់មានសម្រស់ស្អាតលើកគេក្នុងភូមិធិនមានស្វាមីដែលស្រឡាញ់គ្នាខ្លាំងណាស់ឈ្មោះសុកនៅពេលដែលធិនមានផ្ទៃពោះបាន7ខែសុកបានបង្ខំចិត្តចេញទៅធ្វើសង្គ្រាមនៅតំបន់ឆ្ងាយមុននឹងចេញទៅសុកបានដាំដើមជ័យជ្វាមួយដើមនៅក្បែរមាត់បង្អួចផ្ទះហើយផ្ដាំថាអូនមើលថែដើមចេកនេះឲ្យល្អបើវាលូតលាស់ល្អបងនឹងមានសុវត្ថិភាពត្រឡប់មកមិនខានជាអកុសលក្នុងអំឡុងពេលស្វាមីមិននៅធិនបានធ្លាក់ខ្លួនឈឺធ្ងន់ហើយក៏បានស្លាប់ទាំងកូននៅក្នុងផ្ទៃស្លាប់ទាំងមានទម្ងន់ដោយសារក្តីស្រឡាញ់និងការរងចាំរបស់ស្វាមីខ្លាំងពេកវិញ្ញាណរបស់នាងមិនទៅណាឡើយគឺនៅវិលវល់យាមដើមចេកនោះជានិច្ចអ្នកភូមិចាប់ផ្ដើមល្បីថានៅពេលយប់ស្ងាត់គេតែងតែឃើញស្រមោលស្រីសក់វែងអង្គុយលើមេឃដើមចេកបំពេកូនយំយ៉ាងក្រលួចប៉ុន្មានខែក្រោយមកសុកបានត្រឡប់មកពីធ្វើសង្គ្រាមវិញទាំងយប់អត្រាតពេលមកដល់ផ្ទះគាត់ឃើញប្រពន្ធអង្គុយចាំមាត់បង្អួចទាំងញញឹមញញែមសុកអន់ណាស់ក៏ចូលទៅអោបថើបប្រពន្ធប៉ុន្តែគាត់មានអារម្មណ៍ថាខ្លួនប្រពន្ធត្រជាក់ដូចទឹកកកហើយមានក្លិនផ្កាម្លិះលាយឡំនឹងក្លិនឆ្អាបប្លែកយប់នោះខណៈពេលដែលសុកកំពុងដេកលក់គាត់មានអារម្មណ៍ថាមានទឹកអ្វីម្យ៉ាងស្រក់ចំថ្ងាសពេលគាត់បើកភ្នែកឡើងហើយយកដៃស្ទាបមើលនឹងពន្លឺព្រះច័ន្ទស្រាប់តែឃើញថាជាឈាមពេលគាត់ងើបមើលទៅលើដំបូលស្រាប់តែឃើញប្រពន្ធរបស់គាត់
នាងធិនកំពុងតែលូនទៅលើដំបូលផ្ទះបញ្ច្រាស់ទិសគ្នាហើយសម្លឹងមកកត់ទាំងភ្នែកក្រហមច្រាលសុកដឹងខ្លួនភ្លាមថាប្រពន្ធខ្លួនស្លាប់ខ្លាចជាខ្មោចហើយកូនក៏រកល្បិចចុះពីផ្ទះដោយប្រាប់ខ្មោចនាងធិនថាអូនបងចុះទៅបត់ជើងតូចមួយផ្លេតនាងធិនដឹងតន់ក៏យកខ្សែអំបោះចងដៃសុកជាប់សុកក៏យកខ្សែនោះទៅចងនឹងបង្គោលចិណ្ដើររួចរត់សម្រុកទៅវត្តអារាមដែលនៅជិតនោះបំផុតខ្មោចនាងធិនដឹងខ្លួនក៏ហោះដេញតាមស្រែកហៅប្តីទាំងកំហឹងរហូតដល់ទ្វារវត្តដោយសារបារមីព្រះសង្ឃនិងសិលធម៌ខ្មោចនាងធិនមិនអាចចូលនៅក្នុងវត្តបានឡើយនាងឈរយំនៅក្រោមដើមចេកក្បែររបងវត្តរហូតដល់ព្រះអាទិត្យរះទើបបាត់ទៅស្អែកឡើងចាស់ទុំនិងព្រះសង្ឃបានទៅគាស់សពនាងធិនដែលគេកប់នៅក្រោយផ្ទះឃើញថាសាកសពមិនទាន់រលួយឡើយលោកគ្រូចៅអធិការបានធ្វើពិធីដុតសពនិងសូត្រមន្តឧទ្ទិសកុសលឲ្យវិញ្ញាណរបស់នាងបានទៅចាប់ជាតិនិងលែងលងបន្លាចអ្នកភូមិទៀតនៅក្នុងរឿងនេះដើមចេកជ្វាចាស់បុរាណជឿថាជាកន្លែងដែលខ្មោចព្រាយចូលចិត្តស្នាក់នៅព្រោះវាត្រជាក់និងមានធាងធំងាយស្រួលពួនជំនឿនៅក្នុងរឿងនេះគឺដាស់តឿនឲ្យមនុស្សធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅដើម្បីកុំឲ្យវិញ្ញាណគេវិលវល់ដោយក្តីសោកសៅបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់នៅរឿងនិទានរបស់ខ្ញុំបាទគឺរឿងដើមចេកជ្វាក៏បានបញ្ចប់ហើយក៏មានរឿងបន្តទៀតដែរបាទក្នុងឱកាសនេះខ្ញុំនឹងនិទានរឿងបន្តទៀតអញ្ចឹងគឺ3រឿងហើយនេះគឺជារឿងរ៉ាវអបិយជំនឿដ៏ល្បីល្បាញមួយទៀតដែលគេនិយាយពីការសងសឹករបស់ខ្មោចចងករឿងនេះត្រូវបានគេនិទានតៗគ្នាថាជាព្រឹត្តិការណ៍ដែលធ្លាប់កើតឡើងនៅក្នុងភូមិមួយនៅក្នុងខេត្តសៀមរាបកាលពីយូរយារណាស់មកហើយមានយុវជន2នាក់ឈ្មោះតារានិងវិបុលបានធ្វើដំណើរពីស្រុកកំណើតមកធ្វើការនៅទីក្រុងដោយសារចង់សន្សំលុយពួកគេបានសម្រេចចិត្តជួលផ្ទះឈើចាស់មួយខ្នងដែលមានតម្លៃថោកខុសពីធម្មតាផ្ទះនោះស្ថិតនៅក្នុងនៅទីដាច់ឆ្ងាយពីគេបន្តិចហើយមានដើមជ្រៃធំមួយដុះតាំងពីក្រោយផ្ទះម្ចាស់ផ្ទះបានផ្ដាំពួកគេថាយប់ឡើងបើឮសូរសម្រែកអ្វីប្លែកៗកុំបើកបង្អួចមើលឲ្យសោះហើយកុំភ្លេចអុជធូបសុំម្ចាស់ទឹកម្ចាស់ដីផងតារានិងវិបុលជាមនុស្សសម័យថ្មីពួកគេមិនសូវជឿក៏គ្រាន់តែងក់ក្បាលយល់ព្រមតាមការគួរយប់ដំបូងមិនមែនអ្វីកើតឡើងទេប៉ុន្តែនៅយប់ទី3ខណៈដែលអ្នកទាំងពីរកំពុងដេកលក់យ៉ាងស្កប់ស្កល់ស្រាប់តែមានខ្យល់បក់យ៉ាងខ្លាំងបោកទប់បង្អួចខ្លាំងឮសូរផាំងភ្លាមនោះពួកគេបានឮសំឡេងម្យ៉ាងឮចេញពីដំបូលផ្ទះសំឡេងដូចជាឈើកកិតគ្នាតារាបានភ្ញាក់ឡើងហើយយកពិលបាញ់ទៅលើធ្នឹមផ្ទះអ្វីដែលពួកគេបានឃើញគឺខ្សែកមួយខ្សែយល់ចុះយល់ឡើងនៅកណ្ដាលផ្ទះទាំងដែលមិនមានអ្នកណាចងវាឡើយវិបុលភ័យពេកក៏ស្ទុះទៅបើកទ្វារបំរុងរត់ចេញប៉ុន្តែទ្វារនោះហាក់ដូចជាមានអ្នកណាចាក់សោពីខាងក្រៅយ៉ាងណែនមួយសន្ទុះក្រោយមកសំឡេងធ្ងរតិចក៏បន្លឺឡើងសំឡេងនោះបានជួយដោះខ្សែចេញពីកអញផងអញអួលណាស់នៅពេលពួកគេងាកទៅមើលមាត់បង្អួចស្រាប់តែឃើញស្រមោលមនុស្សស្រីម្នាក់ស្លៀកសម្លៀកបំពាក់រហែករហុយអណ្ដែតនៅកណ្ដាលអាកាសករបស់នាងវែងខុសពីធម្មតាហើយអណ្ដាតរបស់នាងលៀនចេញមកក្រៅវែងក្រហមឆ្អៅនាងសម្លឹងមកពួកគេទាំងភ្នែកលៀនចេញឈាមតក់អ្នកទាំងពីរបានលើកដៃសំពះបួងសួងសុំខមាទោសរហូតដល់ភ្លឺទើបខ្មោចនោះបាត់ទៅព្រឹកឡើងពួកគេក៏ទៅសាកសួរចាស់ក្នុងភូមិទើបដឹងថាកាលពីប៉ុន្មានឆ្នាំមុនមាននារីម្នាក់ត្រូវបានគេធ្វើបាបនិងបង្ខំចិត្តចង់កោសម្លាប់ខ្លួននៅលើធ្នឹមផ្ទះនោះដោយសារតែការស្លាប់ទាំងចិត្តចងកំហឹងវិញ្ញាណរបស់នាងមិនអាចទៅណាឆ្ងាយពីកន្លែងកើតហេតុបានឡើយហើយតែងតែបង្ហាញខ្លួនឲ្យអ្នកមកស្នាក់នៅបានឃើញជានិច្ច
តារានិងវិបុលបាននាំគ្នាប្រគេនព្រះសង្ឃដើម្បីធ្វើបុណ្យដាឆ្លងនិងឧទ្ទិសកុសលឲ្យវិញ្ញាណនារីនោះគ្រូអាចារ្យបានមកសូត្រមន្តដេញឧបទ្រពចង្រៃនិងយកខ្សែចំណងទៅដុតចោលចាប់តាំងពីពេលនោះមកផ្ទះនោះក៏លែងមានការលងបន្លាចទៀតឡើយនៅក្នុងការអប់រំរឿងនេះការគោរពទីកន្លែងទៅដល់កន្លែងថ្មីគួរអុជធូបសុំម្ចាស់ទឹកម្ចាស់ដីតាមទំនៀមទម្លាប់ការធ្វើបុណ្យឧទ្ទិសកុសលគឺជាឱសថដ៏ល្អបំផុតសម្រាប់វិញ្ញាណដែលពង្វេងផ្លូវសូមស្វាគមន៍មកកាន់រឿងនិទានខ្មោចសារជាថ្មីបាទបងប្អូនបានស្ដាប់រឿងប៉ុន្មានរឿងមកនេះបងប្អូនទទួលនៅអារម្មណ៍យ៉ាងម៉េចដែរមានភាពភ័យខ្លាចឬក៏ព្រឺព្រួចអ្វីសម្រាប់បងប្អូនដែលចូលចិត្តស្ដាប់គឺគាត់នឹងយល់ហើយអញ្ចឹងគឺសុទ្ធសឹងតែជារឿងនិទានប៉ុន្តែវាសុទ្ធតែជារឿងពាក់ព័ន្ធនឹងអបិយជំនឿខ្មែររបស់យើងឬក៏ទំនៀមទម្លាប់ផ្សេងបាទបងប្អូនជឿឬមិនជឿក៏ស្ដាប់ទុកជាការកំសាន្តទៅចោះអញ្ចឹងគឺរឿងមួយរឿងនេះគឺមានចំណងជើងថាខ្មោចកូនក្រក់គឺជាជំនឿអបិយជំនឿដងងឹតនិងអាចកំបាំងបំផុតនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកគេជឿថាកូនក្រក់គឺជាវិញ្ញាណរបស់ទារកដែលស្លាប់នៅក្នុងផ្ទៃម្ដាយមិនទាន់កើតហើយត្រូវបានគ្រូអាគមឬអ្នកមានវិជ្ជាការយកមកធ្វើពិធីផ្លូវងងឹតដើម្បីចិញ្ចឹមទុកជាកូនមាសកូនប្រាក់សម្រាប់ការពីខ្លួនឬជួយរកស៊ីខាងក្រោមនេះគឺជាដំណើររឿងនិទានបែបព្រេងនិទាននិងជំនឿជុំវិញរឿងនេះកាលពីដើមឡើយមានបរិមម្នាក់ឈ្មោះនេដេតជាអ្នករៀនមុនអាគមវិជ្ជាការដេតមានបំណងប្រាថ្នាចង់បានកូនក្រក់មកធ្វើជាបរិវារដើម្បីជួយឲ្យខ្លួនមានអំណាចនិងដឹងមុននៅរាល់ហេតុការណ៍គ្រោះថ្នាក់ផ្សេងតាមក្បួនខ្នាតបើចង់បានកូនក្រក់ស័ក្តិសិទ្ធិបំផុតគឺត្រូវយកកូនចេញពីផ្ទៃម្ដាយដែលស្លាប់ទាំងទម្ងន់ឬកូនដែលស្លាប់នៅក្នុងពោះប្រពន្ធខ្លួនបងប្អូនខ្ញុំអានរឿងនេះហើយមានអារម្មណ៍ថាព្រឺព្រួចមែនទែនដូចអត់ចង់អានបន្តតទៅសោះដោយសារតែស្ដាប់ទៅវាមានអារម្មណ៍ថាគួរឲ្យខ្លាចបន្តិចព្រឺព្រួចបន្តិចអញ្ចឹងគឺបន្តទៅទៀតបាទខ្ញុំឡើងចង់ស្អកកហើយអញ្ចឹងគឺជាអកុសលប្រពន្ធរបស់នេដេតហ្នឹងបានធ្លាក់ខ្លួនឈឺនិងស្លាប់ទាំងកូនក្នុងផ្ទៃដោយចិត្តចង់បានកូនក្រក់ខ្លាំងពេកដេតមិនបានយកសពប្រពន្ធទៅបូជាភ្លាមៗទេគាត់បានលួចធ្វើពិធីនៅកណ្ដាលអាត្រៀតគាត់បានយករូបទារកតូចចេញពីផ្ទៃរួចយកទៅហាលឲ្យស្ងួតលើរងើភ្លើងព្រមទាំងសូត្រមន្តវិជ្ជាការចងវិញ្ញាណកូននោះកុំឲ្យទៅចាប់ជាតិបន្ទាប់ពីហាលស្ងួតហើយគាត់បានយកមាសមកបិទពាសពេញខ្លួនទារកនោះទើបគេហៅថាកូនក្រក់មាសដេតតែងតែដាក់កូនក្រក់នៅក្នុងដបកែវឬកោតតូចមួយហើយពាក់ជាប់នឹងខ្លួនជានិច្ចបងប្អូនរឿងនេះវាមានហេតុតែងតែមានផលអញ្ចឹងគឺបងប្អូនព្យាយាមស្ដាប់ឲ្យចប់ទាំងអស់គ្នាសូម្បីតែខ្ញុំអ្នកអាននេះក៏អានយូរៗទៅលេងចង់ទៅមុខតាំងពីមានកូនក្រក់មកដេតហាក់ដូចជាមានភ្នែកទឹកត្រជាទឹករាល់ពេលដែលមានសត្រូវមកយឺជីកូនក្រក់តែងតែមកខ្សឹបប្រាប់ត្រជាគាត់មុនជានិច្ចពេលគាត់ទៅរកស៊ីឬលេងល្បែងកូនក្រក់តែងតែជួយឲ្យគាត់ឈ្នះនិងចំណេញរហូតអ្នកភូមិតែងតែឮសំឡេងក្មេងសើចលេងនៅក្នុងផ្ទះដេតទោះបីជាគាត់រស់នៅម្នាក់ឯងក៏ដោយប៉ុន្តែការចិញ្ចឹមកូនក្រក់មានដំណំតឹងរឹងណាស់អ្នកចិញ្ចឹមត្រូវសែននំចំណីបាយទឹកនិងលេងជាមួយវាដូចកូនបង្កើតប្រសិនបើភ្លេចសែនឬធ្វើអ្វីឲ្យវាខឹងវានឹងលួចបន្លាចម្ចាស់វិញយ៉ាងសាហាវយប់មួយនេដេតស្រវឹងស្រាខ្លាំងហើយភ្លេចដាក់បាយសែនឲ្យកូនក្រក់យប់នោះគាត់ដេកយល់សុបិនឃើញក្មេងប្រុសម្នាក់ខ្លួនប្រានខ្មៅស្រងាំភ្នែកក្រហមឈាមឡើងសង្កត់លើទ្រូងគាត់ហើយច្របាច់កគាត់ស្ទើរដាច់ខ្យល់
ទាំងស្រ័យថាមិនក៏ពុកមិនឲ្យកូនស៊ីបាយនៅពេលដែលគាត់ភ្ញាក់ឡើងគាត់ឃើញមានស្នាមម្រាមដៃតូចៗជាច្រើនជាប់ខ្មៅពេញខ្លួនប្រាណដោយដឹងថាខ្លួនមិនអាចគ្រប់គ្រងវិញ្ញាណនេះបានទៀតទេដេតក៏សម្រេចចិត្តយកកូនក្រក់នោះទៅប្រគល់ឲ្យគ្រូអាចារ្យធំម្នាក់នៅក្នុងវត្តដើម្បីធ្វើពិធីដោះលែងវិញ្ញាណឲ្យទៅចាប់ជាតិលោកគ្រូបានប្រដៅថារបស់ដែលបានមកដោយការបង្ខំវិញ្ញាណគេវាមិនមែននាំមកនៅសុភមង្គលយូរអង្វែងឡើយជុំវិញរឿងកូនក្រក់គេជឿថាកូនក្រក់ចូលចិត្តស៊ីឈាមជ្រូកស្រស់ឬបង្អែមស្រស់ៗសមត្ថភាពជួយឲ្យម្ចាស់មានមុនស្នេហ៍ការពារគ្រោះថ្នាក់និងនាំលាភសំណាងផលវិបាកបើម្ចាស់ស្លាប់ទៅដោយមិនបានផ្ដាច់អាគមកូនក្រក់នោះនឹងក្លាយជាព្រាយលួងបន្លាចអ្នកស្រុកនេះគ្រាន់តែជារឿងនិទានតាមបែបជំនឿបុរាណប៉ុណ្ណោះសម័យកាលបច្ចុប្បន្នទៅមានការធ្វើបែបនេះទៀតហើយព្រោះវាជារឿងខុសច្បាប់និងខុសសីលធម៌ក្នុងព្រះពុទ្ធសាសនាសូមអរគុណប្រិយមិត្តដែលស្ដាប់រឿងនិទានខ្មោចនាពេលរាត្រីទាំងអស់គ្នាបាទរឿងនិទានក៏ត្រូវបានបញ្ចប់ហើយក៏សូមខន្តីអភ័យទោសនៅរាល់ពាក្យខុសឆ្គងបាទដោយប្រការណាមួយក៏សូមខន្តីអភ័យទោសនៅក្នុងរឿងនីមួយៗដែរបាទសូមអរគុណសូមជម្រាបលា